មូលហេតុអ្វីបានមនុស្សស្រឡាញ់គ្នាប៉ុន្តែអត់ចូលចិត្តគ្នាមាន6ចំណុចចូលមកចែករំលែកទី1អត់យល់នៃពីការស្រឡាញ់ការស្រឡាញ់មិនត្រឹមតែមានតែការនិយាយទេប៉ុន្តែគឺជាការយកចិត្តទុកដាក់រឿងបន្តិចបន្តួចទៅវិញទៅមកចំពោះគ្នានឹងគ្នាអ្វីដែលពិសេសគឺថាជួយបំពេញគ្នាទៅវិញទៅមកនៅចំណុចខ្វះខាតទី2ការប្រស័យតាក់ទងគ្នាអត់សូវល្អតែគិតពីអារម្មណ៍ខ្លួនឯងហើយគិតថាម្នាក់ទៀតអត់យល់ពីអារម្មណ៍ខ្លួនឯងការនិយាយមិនច្បាស់លាស់បណ្ដាលឲ្យយើងការគិតទាំងពីរនាក់គឺមានការខ្វែងគំនិតគ្នាជាខ្លាំងទី3អារម្មណ៍និងទស្សនៈខុសគ្នាការមិនស្វែងយល់ពីគ្នានិងតែងតែមិនចង់ដឹងពីគ្នាទៅវិញទៅមកឧទាហរណ៍មនុស្សប្រុសខ្លះគាត់ត្រូវការភាពផ្អែមល្ហែមប៉ុន្តែមនុស្សស្រីក៏គាត់អត់បានស្វែងយល់ពីមនុស្សប្រុសធ្វើឲ្យរឿងនឹងគឺការអត់យល់ពីគ្នាទៅវិញទៅមកធ្វើឲ្យរឿងកាន់តែសាំញ៉ាំច្រើនទី4មានអត្តចរិតលក្ខណៈខុសគ្នារស់នៅជាមួយគ្នាតែងតែចង់ឈ្នះគ្នាទៅវិញទៅមកអត់មានម្នាក់ចាញ់និងម្នាក់ឈ្នះទាំងអស់នេះហើយអាចធ្វើឲ្យទំនាក់ទំនងអត់មានការចុះសម្រុងគ្នាទី5ការរំពឹងទុកខុសពីគ្នាការរំពឹងទុកខុសគ្នានឹងធ្វើឲ្យមនុស្សដែលខ្លួនស្រឡាញ់នឹងមានការផ្លាស់ប្ដូរចិត្តនិងផ្លាស់ប្ដូរអារម្មណ៍លេចទទួលយកអ្វីដែលគាត់មានហើយការពីនឹងទៅទៀតគឺការរំពឹងទុកខុសគ្នាធ្វើឲ្យយើងមានការខកចិត្តនិងខកអារម្មណ៍ជាមួយនឹងការយល់ចិត្តខ្លាំងហ្មងទី6ការមិនចេះស្ដាប់និងមិនចេះយល់ចិត្តអ្នកដទៃដាក់ក្នុងចិត្តខ្លួនតែងតែគិតថាខ្លួនឯងជាមនុស្សដែលត្រូវនិយាយអ្វីក៏ត្រូវមិនដែលចេះខុសទោះបីជាពេលខ្លះខ្លួនឯងនិយាយទៅខុសក៏គិតថាខ្លួនឯងជាមនុស្សត្រូវគ្រប់បែបយ៉ាងហើយជាមនុស្សម្នាក់ដែលអាចចេះស្ដាប់ហេតុផលពីអ្នកដទៃអានឹងគឺជាមូលហេតុដែលធ្វើឲ្យគូស្នេហាឬក៏គ្រួសារមួយអត់ចុះសម្រុងគ្នាតែអ្វីដែលត្រូវផ្លាស់ប្ដូរចុងក្រោយគឺត្រូវចេះយល់ចិត្តគ្នាចេះសន្ទនាជាមួយនឹងភាពស្មោះត្រង់ជាមួយគ្នាចេះស្ដាប់ដៃគូម្ខាងនិងចេះយល់ពីចិត្តគ្នានិងចេះអត់ធ្មត់នៅបញ្ហាចេះដោះស្រាយចេះចែករំលែកគ្នាទៅវិញទៅមកកុំមានចិត្តចង់ឈ្នះតែម្ខាងបើចង់ឲ្យទំនាក់ទំនងគ្រួសារឬក៏ស្នេហាយើងបន្តទៅមុខបាន